សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញមុខងារនៅលើ app បញ្ជារបស់រថយន្តប្រភេទពួក Deepal 05ដែលបងប្អូនធ្វើការទិញពីក្រាមមកបងប្អូនសូមបាទជាមួយនឹង account ជា master មកបើសិនជាបងប្អូនបានត្រឹមតែជា account share គឺមិនអាចធ្វើការបញ្ជាបានទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបបញ្ជាដែលនៅពេលដែលបងប្អូនចូលទៅចតរថយន្តបាទអាចថាជាប់ខាងឆ្វេងនិងខាងស្ដាំយើងមិនអាចធ្វើការបើកទ្វារបានយើងអាចបញ្ជាឲ្យវាមកមុខឬទៅក្រោយដើម្បីយើងចូលបាទក្នុងរថយន្តរបស់យើងអញ្ចឹងនៅពេលដែលបងប្អូនមាន master account បងប្អូននឹងឃើញប៊ូតុងកន្លែងនេះជារូបដៃចង្កូតហើយនឹងថែមអក្សរ P កន្លែងនេះបើសិនជាបងប្អូនបកជាភាសាអង់គ្លេសដាក់ថា parking assistant ដើម្បីបញ្ជា parking assistant នេះបានខ្ញុំនឹងបង្ហាញអំពីរបៀបបញ្ជាឥឡូវយើងថតតាឡានខ្ញុំចង់ចេញពីចំណតដែលជាប់ឆ្វេងនិងស្ដាំបាទខាងក្រៅគឺអត់មានឧបសគ្គទេខាងមុខក៏អត់មានឧបសគ្គដែរអញ្ចឹងខ្ញុំនឹងបញ្ជាវាឲ្យទៅមុខឬទៅក្រោយបាទអញ្ចឹងដើម្បីធ្វើការបញ្ជាបងប្អូនចូលមក app control បាទរបស់បងប្អូនមកបាទនៅពេលដែលយើងបើកប័ណ្ណដំបូងគឺមានដូច្នេះបាទអញ្ចឹងយើងទាញទៅរកអក្សរ P ដែលចង្កូតនេះមកបាទនៅពេលដែលទាញមកបងប្អូននឹងឃើញរូបឡានជាមួយ Bluetooth ដូច្នេះបងប្អូនចុចនេះមកវានឹងធ្វើការ scan ជាមួយនឹង radar នេះថាតើមានឧបសគ្គនៅមុខខាងក្រោយវាឬក៏ឆ្វេងស្ដាំដែរអត់បាទវានឹងធ្វើការ scan បាទសូមចាំបន្តិចបាទចឹងនៅក្នុងរថយន្តរបស់ខ្ញុំនេះគឺអត់មានបាទបណ្ដោយទេបាទចឹងនេះបាទវាចាប់បានហើយគឺឲ្យយើងបញ្ជាទៅមុខក៏បានមកក្រោយក៏បានចឹងបើសិនជាបងប្អូនចង់បញ្ជាមកមុខខាងមុខខ្ញុំអត់មានទេខាងក្រោយក៏គ្មានដែរចឹងខ្ញុំធ្វើការបញ្ជាទៅមុខបាទខ្ញុំចុចឲ្យជាប់មកបាទនេះរថយន្តបាទវានឹងធ្វើការទៅមុខដោយខ្លួនឯងបាទឧទាហរណ៍យើងជាប់នៅចំណតបាទចឹងបើសិនខាងមុខមានឧបសគ្គគឺវានឹងចាប់ប្រាំងអូតូម៉ាទិកបាទចឹងបើសិនជាបងប្អូនចង់បញ្ជាមកក្រោយវិញចុចវាជាប់មកបាទនេះរថយន្តវាកំពុងតែបាទថយក្រោយបាទចឹងនេះបាទនេះគឺជាវិធីបញ្ជារថយន្តដោយប្រើ function មួយគឺជា function បាទសម្រាប់ធ្វើការបញ្ជារថយន្តបាទចេញពីចំណតដល់ពេលបងប្អូនជាប់ខាងឆ្វេងឬខាងស្ដាំនេះបាទចឹងបើសិនជាបងប្អូនចង់ឲ្យចេញពីចំណតដល់ពេលដែលវា scan បានឆ្វេងស្ដាំបងប្អូនអាចបញ្ជាឆ្វេងស្ដាំក៏បានបាទដោយវីដេអូមុនខ្ញុំបានចេញហើយចឹងដល់ពេលបងប្អូន ready បងប្អូនចុចសញ្ញាព្រួយនេះមកបាទខ្ញុំចុចសញ្ញាព្រួយនេះបាទហើយបងប្អូនចុចនេះមកបាទអញ្ចឹងចុចខាងក្រោមនេះគឺរួចរាល់បាទអញ្ចឹងយើងបានរួចរាល់ហើយបាទនេះគឺជាការបង្ហាញខ្លីៗអំពីបាទវិធីធ្វើការបញ្ជារថយន្តឲ្យចេញពីចំណតរបស់រថយន្ត Deepal 05នៅលើ Master Account មានតែប៉ុណ្ណឹងបើមានចំណុចណាឬខ្វះខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនណាដែលមិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងអំពីវិធីបញ្ជារថយន្តនៅលើ App Car Control ឲ្យចេះទាំងអស់គ្នាផងជាចុងក្រោយសូមជម្រាបលាបងប្អូន